ខ្ញុំម្ចាស់សូមលំអរកាយក្រាបថ្វាយបង្គំព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតខ្ញុំម្ចាស់នាងខ្ញុំសូមលំអរកាយក្រាបថ្វាយបង្គំនិងសូមគោរពជម្រាបសួរទូរទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីមេត្រីជាបន្តទៅទៀតនេះទូលព្រះបង្គំជាខ្ញុំម្ចាស់សូមលំអរកាយក្រាបថ្វាយបង្គំស្ដេចយើងទតនិងទស្សនាព័ត៌មានព្រះរាជសកម្មភាពរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងដែលមានជាបន្តបន្ទាប់ដូចតទៅព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហឫទ័យប្រោសព្រះរាជទានឯកឧត្តមអ៊ូអ៊ីនូតអាត់ស៊ូស៊ីឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវព្រមទាំងសហការីបានចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិនក្នុងព្រះបរមរាជវាំងវេលាម៉ោង 10 ព្រឹកថ្ងៃទី 17 ខែកក្កដាឆ្នាំ 2026 ដើម្បីក្រាបថ្វាយបង្គំលាព្រះករុណាព្រះមហាក្សត្រក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុនបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិដែលមានរយៈពេល 3 ឆ្នាំកន្លងមកនេះក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុននិងលោកជំទាវបានថ្វាយកន្ត្រកផ្កាដ៏ស្រស់ល្អមួយកន្ត្រកធំបង្ហាញពីមនោសញ្ចេតនាស្វាមីភក្តិប្រកបដោយការគោរពសក្ការៈដ៏ខ្ពង់ខ្ពស់និងជានិមិត្តរូបនៃសិរីសួស្តីជ័យមង្គលព្រះបរមសុខព្រះជន្មវស្សាយឺនយូរថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនបានថ្វាយនៅសេចក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឯកឧត្តមឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុនសូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះព្រះរាជហឫទ័យដ៏ប្រសើរថ្លៃថ្លានៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងដែលព្រះអង្គបានប្រោសព្រះរាជទានរួមចំណែកបង្កការងាយស្រួលគ្រប់យ៉ាងធ្វើឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុនបានសម្រេចនៅភារកិច្ចការទូតដ៏វិសេសវិសាលនេះឯកឧត្តមឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុនបានថ្វាយអំពីកិច្ចខិតខំប្រឹងប្រែងក្នុងឱកាសដែលឯកឧត្តមបានមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជាក្នុងការកសាងពូនជ្រុំនៅទំនាក់ទំនងរវាងជប៉ុនកម្ពុជាឲ្យកាន់តែរីកចម្រើនពង្រឹងនិងពង្រីកនៅទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរជប៉ុនកម្ពុជាឲ្យកាន់តែមានភាពរឹងមាំពិសេសវិសាលថែមទៀតក្រោមព្រះរាជតម្រិះដ៏ថ្លៃថ្លានិងការគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់នៃអង្គព្រះករុណាព្រះមហាក្សត្ររាជរដ្ឋាភិបាលនិងប្រជារាស្ត្រកម្ពុជាបានខិតខំប្រឹងប្រែងកសាងអភិវឌ្ឍសង្គមជាតិយើងបានប្រកបទៅដោយសេចក្តីសុខសន្តិភាពការឯកភាពជាតិដ៏រឹងមាំនិងមានការរីកចម្រើនគ្រប់ផ្នែកជាបន្តបន្ទាប់ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនបានសម្ដែងនៅការកោតសរសើរជាខ្លាំងថែមទៀតចំពោះព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងការបន្តដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតប្រមុខរាជរដ្ឋាភិបាលបានធ្វើឲ្យប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា
ដែលមានការរីកចម្រើនស្ទើរគ្រប់វិស័យជាពិសេសគឺវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងក្នុងវិស័យសន្តិសុខសេដ្ឋកិច្ចពាណិជ្ជកម្មការវិនិយោគទំនាក់ទំនងប្រជាជននិងប្រជាជនហើយមកដល់ពេលនេះគឺមានភាពផុសផុលនិងរីកចម្រើនជាលំដាប់ដែលបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនកាន់តែរឹងមាំបន្តទៀតព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គមានព្រះរាជឱកាសសម្ដែងនៅព្រះរាជហឫទ័យបេតិសម្មនោសូមចូលរួមអបអរសាទរដោយសេចក្តីកោតសរសើរដ៏កក់ក្ដៅក្រៃលែងចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុនដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តនិងបទពិសោធន៍ដ៏ខ្ពង់ខ្ពស់ធ្វើឲ្យការបំពេញបេសកកម្មការទូតដ៏វិសេសវិសាលរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជាទទួលបានលទ្ធផលយ៉ាងល្អប្រសើរនិងកិត្តិយសដ៏ខ្ពង់ខ្ពស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងមានព្រះរាជអង្គការកោតសរសើរដ៏កក់ក្ដៅថែមទៀតចំពោះការខិតខំរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុនដែលបានធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាហើយជោគជ័យដែលឯកឧត្តមឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុនខិតខំសម្រេចបាននៅក្នុងអាណត្តិនៃការបំពេញបេសកកម្មការទូតរបស់ឯកឧត្តមបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យជាប្រពៃណីដែលមានរយៈពេលដ៏យូរលង់រវាងប្រជាជាតិនៃប្រទេសយើងទាំងពីរកម្ពុជាជប៉ុនកាន់តែទទួលបាននូវការវិវត្តរីកចម្រើននិងជិតស្និទ្ធថែមទៀតព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហឫទ័យប្រាស់ព្រះរាជទានពរជ័យមង្គលជូនឯកឧត្តមឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុននិងលោកជំទាវព្រមទាំងសហការីសូមបានប្រកបនូវសុខភាពល្អនិងសូមឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតទទួលបានជោគជ័យថែមទៀតក្នុងការបំពេញភារកិច្ចថ្មីជាបន្តទៀតតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានប្រោសព្រះរាជទាននៅព្រះរាជបណ្ដាំផ្ញើសាកសួរសុខទុក្ខក្នុងព្រះរាជហឫទ័យនឹករលឹកស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅថ្វាយព្រះចៅអធិរាជជប៉ុននិងជូនថ្នាក់ដឹកនាំជប៉ុនក្នុងមនោសញ្ចេតនារឹតចំណងមិត្តភាពដ៏រឹងមាំស្និទ្ធស្នាលថែមទៀតសម្រាប់ប្រជាជាតិនៃប្រទេសយើងទាំងពីរក្នុងឱកាសដ៏មហាប្រសើរនេះឯកឧត្តមឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុននិងលោកជំទាវព្រមទាំងសហការីបានថ្វាយព្រះសពសាធុការពរដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការព្រះរាជសុខុមាលភាពដ៏ល្អបរិបូរណ៍និងមានព្រះជន្មយឺនយូរជាង100ព្រះវស្សាដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់ជនរួមជាតិជាបងប្អូនកូនចៅរបស់ព្រះអង្គជាដរាបតរៀងទៅ